មានអារម្មណ៍ឈឺចាប់មែនតើទោះបានទៅដល់សមរភូមិមិនតែពេលឃើញរូបអញ្ចឹងពួកខ្ញុំពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើចាពួកយើងទាំងអស់គ្នាគឺត្រូវការសន្តិភាពអត់ចង់បានសង្គ្រាមទេចង់ឲ្យពិភពលោកមើលឃើញថាវិភាពអយុត្តិធម៌ដែលថៃធ្វើមកលើខ្មែរខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះការធ្វើសង្គ្រាមពីសំណាក់ប្រទេសថៃដែលបង្កសង្គ្រាមមកលើប្រទេសកម្ពុជាដែលគាត់អត់មានទំនួលខុសត្រូវដែលគាត់ធ្វើហើយគឺគាត់ដើរតួជាតួសម្ដែងថាគាត់នឹងជាជនរងគ្រោះទាំងដែលធៀបពិតគឺប្រទេសកម្ពុជាជាជនរងគ្រោះទៅវិញទេខ្ញុំចង់សំណូមពរដល់ប្រទេសអាមេរិកគាត់ប្រទេសអំណាចចង់ឲ្យគាត់រកយុត្តិធម៌ឲ្យប្រទេសកម្ពុជាបច្ចុប្បន្នពួកខ្ញុំចង់បានតែសន្តិភាពទេអត់ចង់បានអីទេបាទសូមជម្រាបសួរអស្សឡាមអាឡៃគុំវរ៉ាហ្មាតុលឡោះវបារកាតុខ្ញុំបាទកូបស្មាអែលដែលជានាយកគ្រូខ្មែរអ៊ីស្លាមក្នុងខេត្តសៀមរាបបាទអញ្ចឹងថ្ងៃនេះខ្ញុំបាននាំសាសនុសិស្សហើយនិងបងប្អូនរបស់យើងខ្មែរអ៊ីស្លាមដែលគាត់នៅទីនេះគាត់ចង់ឃើញផ្ទាំងគំនូដែលបងវីរៈកងទ័ពដែលពួកគាត់បានធ្វើនៅទីនេះអញ្ចឹងទីមួយដែលបំណងពួកខ្ញុំមកនេះខ្ញុំចង់ឲ្យក្មេងៗបាទសាសនុសិស្សរបស់ខ្ញុំដែលជាខ្មែរអ៊ីស្លាមគាត់ឃើញថារូបភាពដែលបង្ហាញនេះថាតើធំធេងប៉ុណ្ណាការពលីរបស់បងវីរៈកងទ័ពរបស់យើងក្នុងការបដិញ្ញាចិត្តការពារទឹកដីមាតុភូមិរបស់គាត់អញ្ចឹងបងប្អូនគាត់បានឃើញហើយចង់ឲ្យគាត់ចងចាំថាទង្វើរបស់ថៃរបស់សៀមដែលគាត់បានធ្វើនេះមកលើកម្ពុជារបស់យើងដោយរបៀបណាអញ្ចឹងមានបងប្អូនខ្លះគាត់មកគឺគាត់សង្វេគមែនទែនគាត់សង្វេគគាត់រំភើបមើលទៅគាត់សំណោះទៅលើបងវីរៈកងទ័ពអញ្ចឹងពួកខ្ញុំទាំងអស់គ្នានឹងចងចាំមកឃើញទេនៅគុណអំណាចរបស់គាត់ដែលពួកគាត់បានពលីនៃប្រទេសជាតិមាតុភូមិរបស់យើងបាទហើយនៅក្នុងអ៊ីស្លាមរបស់យើងពួកខ្ញុំនៅក្នុងអ៊ីស្លាមនៅក្នុងសាសនាអ៊ីស្លាមហ្នឹងគឺយើងថ្វាយបង្គំ7ពេលក្នុងមួយថ្ងៃមួយយប់ហើយនៅក្នុងការថ្វាយបង្គំហ្នឹងគឺយើងបួងសួងអស់ហើយបួងសួងសុំឲ្យមានសន្តិភាពមកវិញបើយើងមើលនៅក្នុងរូបភាពឬក៏វីដេអូក្នុងព័ត៌មានផ្សេងគឺយើងសំណោះមែនតើចំពោះបងប្អូនពេលខ្លះគ្នាកំពុងតែរៀនសូត្រហើយត្រូវរត់កិច្ចទៀតហើយមួយទៀតនឹងគាត់ត្រូវបន្លាស់ទីចាក់ចេញពីផ្ទះរបស់គាត់ទៀតអញ្ចឹងបើយើងប្រៀបធៀបខ្លួនយើងវិញដល់ពេលដែលយើងចាក់ចេញពីផ្ទះដល់ពេលដែលយើងបាត់បង់ពីផ្ទះដល់ពេលដែលយើងអត់បានរៀនសូត្រកូនរបស់យើងអត់បានរៀនសូត្របងរបស់យើងអត់បានរៀនសូត្រអារម្មណ៍របស់យើងវាយ៉ាងម៉េចអញ្ចឹងបានថាចិត្តរបស់យើងនឹងវាខ្លោចអស់ហើយចិត្តរបស់យើងដូច្នេះពួកខ្ញុំទាំងអស់គ្នាតែងតែបួងសួងសូមពីអល់ឡោះជាម្ចាស់ឲ្យសន្តិភាពវិលមករកកម្ពុជាយើងវិញដើម្បីឲ្យបងប្អូនក្មេងៗទាំងអស់គ្នាបានរៀនសូត្រពីព្រោះអីយើងចង់ឲ្យពួកគាត់នឹងរៀនសូត្រឲ្យបានចេះដឹងច្រើនក្នុងសង្គមរបស់យើង